សុស្ដីបងប្អូនថ្ងៃនេះខ្ញុំមកចង់និយាយមូលហេតុខ្លះៗដែលខ្ញុំអត់អាចទៅស្រុកខ្មែរបានការខែ4ហ្នឹងតែប៉ិតខ្ញុំត្រូវទៅថ្ងៃទី10ខែ4ត្រឡប់មកវិញថ្ងៃទី5ខែ5អញ្ចឹងណាមូលហេតុពិតប្រាកដហ្មងអ្នកខ្លះគាត់ថាចេះខ្ញុំនឹងខ្លាចមិនអ្នកខ្លះគាត់ថាយើងបំពោសង្គមគេថាយើងនិយាយអញ្ចឹងទៅធ្វើឲ្យអ្នកខ្លះឲ្យទៅស្រុកខ្មែរអញ្ចឹងខ្ញុំសុំទោសផងបើខ្ញុំនិយាយទៅធ្វើឲ្យបងប្អូនខ្លះគាត់ខ្លាចឲ្យទៅស្រុកខ្មែរអញ្ចឹងចេះពីអញ្ចឹងតែប៉ិតជាសិទ្ធិរបស់បុគ្គលរបស់បងប្អូនសម្រាប់ពួកខ្ញុំមានការថាភ័យខ្លាចដែរថាចេះម៉ាក់ខ្ញុំហ្នឹងគាត់មានក្រៀនខាតបងប្អូនខ្ញុំតែកាន់ក្រៀនខាតសម្រាប់ខ្ញុំមួយប្តីខ្ញុំហើយកូនខ្ញុំមិនអីទេពួកខ្ញុំមាន citizenship អញ្ចឹងវាពិសេសជាងយើងអត់អីទេហើយសម្រាប់ពួកគាត់កាន់ក្រៀនខាតបងប្អូនឥឡូវហ្នឹងបងប្អូនដឹងស្រាប់ហើយថាតាំងខ្លាំងមែនទែនសម្រាប់ក្រៀនខាតហើយភាគច្រើន lawyer មកថាមេធាវីទាំងអស់គេ warning ណាអ្នកណាកាន់ក្រៀនខាតគួរកុំចេញដើរក្រៅប្រទេសអីព្រោះអីពេលខ្លះយើងធ្វើអីខុសយើងអត់ដឹងខ្លួនបើថាយើងធ្វើ something ខុសយើងអត់ដឹងខ្លួនណាសូម្បីតែពេលខ្លះបងប្អូនជិះឡានទៅបងប្អូនគេហៅថា pass red light ហួសលេខផ្លូវភ្លើងក្រហមបលិហៅយើងមាន record អាហ្នឹងក៏គេអាចចាប់ទុកថាយើង criminal បានដែរឬក៏យើងធ្វើអ្វីខុសមួយដែលយើងអចេតនាដែលយើងអត់ដឹងណាពេលយើងត្រឡប់ចូលមកវិញធម្មតាគេមិនឆែករ៉ាត់គឺរបស់យើងនៅថ្ងៃពេលហ្នឹងដែលគេអាចចាប់តែប៉ុន្តែវាមិនមែនតែមានឥឡូវហ្នឹងបងប្អូនអាចច្បាប់ឯងមានយូរហើយប៉ុន្តែកាលមុនវាអត់សូវតឹងដូចឥឡូវហ្នឹងវាតាំងពីប្រធាននឹងប្តីថ្មីចូលមកតាំងឲ្យសម្រាប់តែឥឡូវបងប្អូននិយាយក្នុងសូសក៏ដែរកុំនិយាយតាក់ទងនៅរឿងនយោបាយរឿង criminal អីរឿងអីច្រើនឡើងពេកពីព្រោះឥឡូវហ្នឹងពេលបងប្អូនចូលក្នុងប្រទេសអាមេរិកមកវិញគេអាចឆែក device របស់យើងថាគេអាចឆែកក្នុងទូរស័ព្ទរបស់យើងបានហើយយើងមានបញ្ហាអីច្រើនក៏គេអាចដល់យើងចូលក្នុងប្រទេសវិញតែគេអាច ban យើងហ្មងហ្នឹងណាអាហ្នឹងខ្ញុំអត់សូវដឹងច្បាស់ដែររឿងហ្នឹងដែលសិតតែបងខ្ញុំគាត់និយាយអានព័ត៌មានណាគាត់ជួយមើលព័ត៌មានគាត់ដឹងច្បាស់ជាងខ្ញុំគាត់ក៏ប្រាប់ខ្ញុំថានិយាយអីធ្វើអីប្រយ័ត្នតិចទៅក្នុង social media ពួកគាត់ដឹងថាខ្ញុំអ្នកធ្វើវីដេអូធ្វើអីចឹងណាគាត់ថាប្រយ័ត្នតិចទៅខ្ញុំក៏ប្រយ័ត្នតាមហ្នឹងដែរទៅហើយណែម៉ាក់ខ្ញុំជាមួយបងខ្ញុំគាត់មានធ្វើតែក្រៀនខាតទេអញ្ចឹងក៏ពួកយើងប្រយ័ត្នតិចចេះខ្លាចបងខ្ញុំក៏ចេះចង់ទៅគាត់ដឹកកូនគាត់តែខ្ញុំថាឥឡូវទ្រាំសិនទៅឥឡូវខ្ញុំឲ្យបងខ្ញុំដាក់ពីធ្វើ citizenship ហើយ citizen ហ្នឹងអត់សូវយូរហ្មងទេបងប្អូនកាលខ្ញុំធ្វើឆ្នាំទៅតែ3ខែបងខ្ញុំបានដែរបើដោយសារតែខ្ញុំធ្វើមួយឆ្នោតតែឥឡូវបងខ្ញុំគាត់ចាប់ដើមធ្វើហ្នឹងគាត់ធ្វើនៅlawyer ហ្មងអញ្ចឹងតែ lawyer គេធ្វើនៅម្ដុំ Lowell នេះគេយកថ្លៃ fee ដូចជា$200ជាងជាមួយនឹងថ្លៃយើងបង់ទៅឲ្យរស់ដូចជា$750ហើយខ្ញុំអត់ច្បាស់ទេសពទាំងអស់ខ្ញុំដឹងថាអស់$900ជាងវាខ្ទង់ជិត1000ដែរបងប្អូនតែលឿនណាស់គ្រាន់តែជួបគេភ្លាមគេរៀបចំឯកសារយើងថតរូបនឹងស្រាប់ហ្មងគេធ្វើឲ្យយើងមកចាប់យើងចាំថ្ងៃតែប្រឌិតមេដៃឲ្យសម្ភាសចាប់អញ្ចឹងហើយសម្ភាសការជំនាន់ខ្ញុំសម្ភារបងប្អូនខ្ញុំសម្ភារឆ្នាំ2018យើងទៅជំនាន់ប្រធានតែប្រដីដែរហ្នឹងណាកាលហ្នឹងគេថាតាំងសម្រាប់ខ្ញុំដូចជាមិនសូវតាំងអីប្រហែលទេតាមពិតទៅគេសម្ភារគេមើលតាមrecord របស់យើងមកថាមើលតាមឯកសារយើងដាក់ទៅមើលតាមចំណេះដឹងរបស់យើងតែយើងធ្វើការថោកយើងចំណេះដឹងយើងរៀនខ្ពស់បានប៉ុណ្ណាពួកឯកសាររបស់គេដែលគេយកមកសម្ភារយើងហ្នឹងគឺគេមិនឃើញមុខយើងគេបើកกระดาษមើលអត់ទេបងប្អូនគេរៀបចំឯកសារស្រាប់ហ្មងយើងមកដល់ឯកសារគេនឹងរៀបចំមកសំណុំសម្មីរបស់គេនឹងបើកមកគឺគេសួរយើងសំណួរចម្លើយតាមទៅពួកអីគេបានមើលជីវប្រវត្តិយើងហើយតែយើងធំនៅណាយើងចេះអង់គ្លេសបានកម្រិតណាយើងដល់ថ្នាក់ណាគេមើលតាមអញ្ចឹងណាហើយសំណួរគេសួរយើងហ្នឹងក៏អត់មានសំណួរខុសពីសំណួរ100សំណួរនៅក្នុងសភៅរបស់គេឲ្យយើងរៀនហ្នឹងដែរហើយសូម្បីតែការសរសេរអក្សរឬសំណួរដែលគេឆ្លើយសំណួរដែលគេឲ្យយើងអានតែមានអានជាមួយសរសេរហ្នឹងគឺជាសំណួរដែលក្នុងសភៅនៅគ្នានឹងក្រោយសភៅដែលគេឲ្យយើងហ្នឹងគេមានសំណួរជាមួយនឹងសំណួរសួរដូចថាដូចចំនួនសួរប្រមាណ holiday នៅប្រទេសអាមេរិកមានប្រមាណឬស្អីខ្លះសំណួរខ្ញុំភ្លេចអស់ហើយបងប្អូនប៉ុន្តែគេសួរយើងឲ្យឆ្លើយជាមួយសំណួរដែលគេឲ្យយើងអានជាមួយសំណួរសរសេរហ្នឹងគឺសំណួរនៅក្នុងសភៅហ្នឹងហើយឲ្យបងប្អូនមើលសភៅហ្នឹងទៅអត់ខុសទេគឺត្រូវហើយអញ្ចឹងសម្រាប់ខ្ញុំប្រឡងហ្មងគឺអត់សូវពិបាកហើយចំនួនគាត់ហ្នឹងឯងថាណាឆ្នាំហ្នឹងក៏ជាប្រធានបតីណាអត់សូវពិបាកតែខ្ញុំអត់ដឹងថាណាត់នេះក៏រត់បន្តឹងសម្រាប់អ្នកទៅប្រឡង citizenship មិនខ្ញុំអត់ដឹងទេខ្ញុំមិនហ៊ាននិយាយទេចាំពេលបងប្រុសខ្ញុំទៅប្រឡងហើយខ្ញុំនឹងប្រាប់បងប្អូនថាវាយ៉ាងម៉េចព្រោះខ្ញុំអត់ដឹងដូចគ្នាខ្ញុំអត់ហ៊ាននិយាយថាធូរឬក៏លងមិនចឹងណាហើយដល់ពេលម៉ាក់ខ្ញុំវិញម៉ាក់ខ្ញុំក៏ធ្លាប់ប្រឡងហើយកាលឆ្នាំ2022ឬក៏23បងប្អូនខ្ញុំភ្លេចឆ្នាំបាត់ហើយសុំខ្ទង់22ម្ដង23ម្ដងហើយចាម៉ាក់ខ្ញុំគាត់ទៅប្រឡងហើយតែគាត់ធ្លាក់ប្រឡង2ដងធ្លាក់ទាំង2ដងដោយសារតែគាត់ចេះភាសាអង់គ្លេសហើយបងប្អូនក៏ឆ្ងល់ថាងចុះមនុស្សចាស់គេឲ្យសម្ភារ
គេអាចសម្ភាសខ្មែរបានហើយគេមានអ្នកបកប្រែបានចាបានប៉ុន្តែតតែគាត់នឹងមកនៅប្រទេសអាមេរិកពេលដែលគាត់អាយុ65ឆ្នាំមកថាគាត់បើគាត់អាយុ65ឆ្នាំគាត់មកនៅប្រទេសអាមេរិកហើយគាត់អាចចូលសម្ភាសដែលអាចមានអ្នកបកប្រែបានប៉ុន្តែម៉ាក់ខ្ញុំអត់ទេអញ្ចឹងគាត់ត្រូវនៅប្រទេសអាមេរិកឲ្យគ្រប់15ឆ្នាំទើបគាត់អាចប្រឡងយកភាសាខ្មែរបានគេថាប្រឡងមានអ្នកបកប្រែហើយនេះមិនមែនខ្ញុំដឹងនៅខ្លួនឯងទេបងប្អូនគឺខ្ញុំ find out តាមមេធាវីដូចគ្នាគាត់ប្រាប់ខ្ញុំអញ្ចឹងណាហើយដល់ពេលបើសិនជាមួយទៀតគេថាយើងអាចប្រឡងបានសម្រាប់មនុស្សចាស់ដូចម៉ាក់ខ្ញុំអញ្ចឹងដោយសារគាត់មានជំងឺដូចថាគាត់មានជំងឺភ្លេចភ្លាំងច្រើនគាត់មិនអាចចាំបានដោយសារតែគាត់ឆ្លងកាត់ជំនាន់ពោពោតែគាត់ធ្លាប់ឃើញគេស្លាប់មនុស្សអញ្ចឹងគាត់រន្ធត់ចិត្តអញ្ចឹងណាអាហ្នឹងគាត់អាចប្រឡងថាឲ្យពេលជួយទៅសេថាគាត់ឈឺគាត់លេបថ្នាំរងហើយគាត់ភ្លេចភ្លាំងនឹងបានប៉ុន្តែខ្ញុំអត់បានធ្វើហ្នឹងអញ្ចឹងខ្ញុំអត់ដឹងដូចគ្នាថាគេ process មិនចាមកពេលខ្ញុំអាច find out ថាម៉ាក់ខ្ញុំអាច qualify បានថាម៉ាក់ខ្ញុំគាត់មានជំងឺរាល់ថ្ងៃហ្នឹងជំងឺហ្នឹងអាចធ្វើឲ្យគាត់ទៅប្រឡង CSN តែមិនចាំបាច់មានគេសួរសំណួរមានអ្នកជួយបកប្រែបានដែលគាត់មិនចាំបាច់នៅប្រទេសអាមេរិកដល់15ឆ្នាំអានេះខ្ញុំប្រាប់បងប្អូនខ្ញុំ find out ដូចគ្នាព្រោះខ្ញុំចង់ឲ្យម៉ាក់ខ្ញុំចូលសញ្ជាតិគេដូចគ្នាព្រោះខ្ញុំអត់ចង់ឲ្យម៉ាក់ខ្ញុំចេញក្រៅប្រទេសបើអត់មានសញ្ជាតិបងប្អូនយើងអត់ដឹងថាយើងធ្លាប់ធ្វើអីខុសមួយយើងអត់ដឹងថាយើងធ្លាប់ធ្វើសំខាន់តិចតួចក៏យើងអាចគេអាចបង្កើតជារឿងធំមកបើសិនជាគេអត់ចង់ឲ្យយើងចូលក្នុងប្រទេសអាមេរិកវិញព្រោះយើងមាន green card គេដកយើងពេលណាក៏បានដែរសូម្បីតែ citizen ក៏ដូចគ្នាដែរយើងធ្វើអីខុសមួយដែលថាយើងធ្វើធ្ងន់ធ្ងរហ្មងយើងថាសម្រាប់មនុស្សឬក៏ធ្វើអីតែធ្ងន់ធ្ងរដែលគេអាចបញ្ជូនយើងត្រឡប់ទៅប្រទេសយើងវិញអញ្ចឹងវាយើងចិត្តប្រយ័ត្នទៅហើយសំខាន់រឿងមួយទៀតបងប្អូនដូចខ្ញុំស្បប្រាប់បងប្អូនពីដើមមកអញ្ចឹងថាខ្ញុំទៅស្រុកខ្មែរលើកនេះខ្ញុំអត់មានកម្រងទេចឹងទៅរឿងលុយកាក់ក៏វាពិបាកដែរធម្មតាយើងទៅណាមកណាបើយើងអត់មានកម្រង2ខែនិយាយគ្នាមុនម៉ាក់ខ្ញុំអមខ្ញុំគេទិញសុបិនហត់តាំងពីខែ12មកបងប្រុសខ្ញុំថាខ្ញុំអត់ទៅទេព្រោះអីវាប្រតិជនពេកហើយខ្ញុំថាម៉ែទៅដើរលេងចោះខ្ញុំអត់ទៅដល់ពេលបន្ទាប់មកខែ2ហ្នឹងខ្ញុំសួរថាប្រកាសអត់ចង់ទៅទេខ្ញុំមកឃើញវាចូលឆ្នាំខ្មែរចង់ទៅដែរព្រោះឃើញផ្លែឈើជ័យចង់ទៅញ៉ាំម្ហូបឃ្លានហ្នឹងណាដល់ពេលណាទៅក៏ទៅចឹងខ្ញុំថាខ្ញុំចាំធ្វើ passport ឲ្យកូនទាំងពីរហើយសិនតែចៃដន្យអីបងប្អូនអើយធ្លាក់យន្តហោះក៏វាធ្លាក់អីក៏ធ្លាក់ដល់ពេលចឹងអមខ្ញុំខ្លួនឯងនេះប្រាប់ថាអមអត់ចង់ទៅអមឆេងម៉ាខ្ញុំថាបើអមអត់ទៅក៏ខ្ញុំអត់ទៅដែរព្រោះខ្ញុំទៅដោយសារតែបើអមចង់ទៅចឹងខ្ញុំចង់ទៅលេងមួយអមដែរជុំគ្នាចឹងទៅក៏អត់ទៅដែរព្រោះអីទៅក៏វាអស់ច្រើនណាបងប្អូននិយាយទៅសម្បត្តិថាពួកខ្ញុំ4នាក់ហ្នឹងកូនស្រីខ្ញុំទូចនាងម៉ាយ៉ាគេយកលុយដែរណាតែគេយកថោកកណ្ដឹងមើលមកចេះហ្នឹងគេយក1510ខ្ញុំមួយប្តីខ្ញុំម្នាក់1200នឹងសម្បត្តិថាវ៉ាលីតែមួយណាបើខ្ញុំយកវ៉ាលី2ម្នាក់1400ខ្ញុំនឹកឃើញថាយកវ៉ាលីតែមួយបានហើយអញ្ចឹងពួកខ្ញុំ4នាក់ហ្នឹងវាចិត្តចូលក្បែរ4000ជាងបាត់ហើយចឹងដល់យកលុយទៅចាយទៀតបងប្អូនបើយកលុយចាយ1000 2000បានណាយើងទៅមកគ្រួសារហើយទៅដល់យើងត្រូវដើរលេងចូលឆ្នាំចូលអីចែកបងប្អូនតិចតួចនិយាយទៅយើងទៅដើរលេងយើងមានតែអង្គុយញ៉ាំលៀញ៉ាំខ្យងណាអញ្ចឹងយ៉ាងតិចណាក៏មានមក4 5មើល5 6000ហ្នឹងចង់គ្រប់ផងអញ្ចឹងខ្ញុំនឹកឃើញថាកាលហ្នឹងខ្ញុំថាមានតែ7000ឯចាយគ្រប់ហើយខ្ញុំទៅក្នុងចិត្តអញ្ចឹងណាអញ្ចឹងក៏ខ្ញុំរៀបចំហើយយើងរៀបចំចង់តាមថាបើខ្វះអីចាំឲ្យបងខ្ញុំសេរីលុយយកផ្ញើថែមទៀតទៅខ្ញុំគិតអញ្ចឹងដល់ពេលវាថាមានហេតុគឺវាមានផលហើយដោយសារតែវាហេតុផលវាចេញមកវាច្រើនពេកអីម៉ាក់ខ្ញុំក៏ភ័យគាត់ថាអើយម៉ែភ័យកូនអើយម៉ែខ្លាចទៅបានចូលមកស្រុកអាមេរិកវិញអញ្ចឹងណាហើយចឹងទៅក៏ខ្ញុំសម្រេចថាអីទៅប្រាក់ចឹងយើងក៏អត់ទៅមិនអីទេចាំយើងទៅលេងពេលក្រោយពេលមួយដែលសមរម្យថាយើង ready ទៅហើយឥឡូវខ្ញុំចាំបងខ្ញុំយក season ហើយខ្ញុំរកវិធីដើម្បីឲ្យម៉ាក់ខ្ញុំបានចូល season ដែរខ្ញុំទៅលេងម្ដងទៀតចង់ទៅលេងសុខចង់ទៅបងប្អូនមិនមែនណាមិនចង់ទៅទេខ្ញុំមានឪពុកខ្ញុំនៅរស់នៅស្រុកខ្មែរខ្ញុំចង់ទៅលេងគាត់ចឹងណាប៉ុន្តែយើងមានបញ្ហាថាយើងវាកលៈទេសៈវាអត់ហត់អើយហើយយើងចេះតែប្រយ័ត្នទៅមិនមែនថាខ្ញុំនិយាយនេះបំពោសង្គមឬក៏និយាយបងប្អូនគាត់មានការខាតខ្លាចណាប៉ុន្តែរយៈពេលនេះបងប្អូនមិនថាមិនចាំបាច់ទេកុំតន់ចេញក្រៅប្រទេសអីនៅក្នុងស្រុកអាមេរិកសិនទៅព្រោះយើងអត់ទាន់ដឹងថាសភាពការបែបណាព្រោះយើងចេញហើយចូលមកវិញក៏យើងមិនដឹងថាម៉េចបងប្អូនវាបានមើលព័ត៌មានមួយពូម្នាក់គាត់នៅប្រទេសអាមេរិកជាង30ឆ្នាំជាងហើយគាត់សិតខុសច្បាប់គាត់
គាត់ធ្លាប់កាន់ភ្លើងខុសច្បាប់កាលពីគាត់อยู่8-10ឆ្នាំឥឡូវប៉ូលីសអាយចាប់គាត់បញ្ជូនទៅឃុំហើយគេទៅធ្វើការបញ្ជូនគាត់ទៅស្រុកខ្មែរវិញឬក៏គេរៀបចំបកស្រាយមិនតែខ្ញុំមិនដឹងណានៅបងប្អូនឃើញណាសុកសាទៅបន្តបានចេញទៅប្រទេសក្រៅប្រទេសផងនៅក្នុងប្រទេសអាមេរិកផងគាត់នៅវិជាញ៉ាំតាមខ្ញុំដឹងខ្ញុំមើលព័ត៌មានដែរខ្ញុំអត់មើលព័ត៌មានច្បាស់លាស់បងប្អូនខ្ញុំឃើញថាខ្មែរយើងជនជាតិកម្ពុជាយើងដឹងត្រូវគេបញ្ជូនឲ្យនៅអាមេរិកនេះខ្ទង់30ឆ្នាំជាងហើយដោយសារធ្លាប់មានគេហៅ criminal record ដែលគាត់គឺខុសច្បាប់កាន់កំភ្លើងខុសច្បាប់អីចឹងណាអញ្ចឹងយើងម្នាក់យើងអត់ដឹងយើងសពធ្វើខុសយើងអត់បានដឹងហើយច្បាប់ពីមុនដែរវាមានដែរតែវាអត់តឹងដូចឥឡូវហ្នឹងគឺតឹងខ្លាំងអញ្ចឹងណាចឹងបងប្អូនអរគុណវីដេអូនេះក៏មានតឹងហ្នឹងដែរអរគុណច្រើនបានតាមដានវីដេអូនេះបើខ្ញុំនិយាយខុសឆ្គងក៏ប្រកែកនេះជាយោបល់របស់ខ្ញុំផ្ទាល់ខ្លួនហ្មងឯងអរគុណបាយបាយ